រឿងពិតនៃទាហានថៃឈ្លានពានកម្ពុជាដូចគ្នាតែខ្មោចទាហានវាងថៃមានវាសនាខ្ពស់ជាងខ្មោចទាហានតាមខេត្តចាប់ដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបុណ្យខ្មោចទាហានថៃម្នាក់ដែលបានស្លាប់ដោយសារតែចូលមកឈ្លានពានទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបុណ្យខ្មោចទាហានម្នាក់យ៉ាងអធិកអធមបែបនេះតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមែនមានតំណែងធំខ្ពស់អីជាងទាហានឈ្លានពានផ្សេងទៀតទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យមកចូលរួមប្រយុទ្ធឈ្លានពានកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់កំបាំងអត្តសញ្ញាណទាហានរូបនេះណាស់ព្រោះខ្មាស់ខ្មែរហើយតាមដឹងមកទៀតគឺថាខ្មោចទាហានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃនៃដែនដីខ្មែរដែលពួកគេចូលឈ្លានពាននៅឡើយមិនបានយកទៅធ្វើបុណ្យផងទេអញ្ចឹងហើយពួកមេដឹកនាំឈ្លានពានថៃប្រឹងលាក់ខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងទេតែគេធ្វើពិធីយ៉ាងអធិកអធមណាស់រីឯទាហានតាមខេត្តចាប់ព្រំដែនខ្មែរវិញពួកគេបើយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅកប់ចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពពួកមេដឹកនាំឈ្លានពានខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងការពិតបានបាត់អស់ពីលើផែនដីទៅហើយនោះនេះហើយជារឿងពិតដ៏សង្វេគនៃពួកទាហានឈ្លានពានខ្មែរឈ្លានពានដូចតែគ្នាទេតែវាសនាវិញខុសគ្នាស្រឡះថាពេលនៅរស់ទៅចោះក្រែងលោវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចហើយនឹងក៏នៅតែមានវាសនាខុសគ្នាដែរ